Hello សួស្តីអ្នកទាំងអស់គ្នាចឹងឥឡូវហ្នឹងគេតាមតែចេញ anime ថ្មីមួយដែលល្បីខ្លាំងណាស់ដែលមានឈ្មោះថា Dan Da Dan កាប់ពិតរឿងហ្នឹងខ្ញុំបានអាន manga ម្ដងហើយប៉ុន្តែដោយសារតែ anime គេល្បីពេកខ្ញុំសាកទៅមើលម្ដងទៀតទៅហើយវាល្អមើលរបស់គេមែនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការសម្រាយរឿងហ្នឹងខ្ញុំសម្រាយមកភាគមុនដំបូងសិនមិនមកតទៀតមិនមកអត់តាមដំណើរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅទាំងអស់គ្នាហ្មងតាចូលមកមុនដំបូងយើងមានតួអង្គឯកស្រីយើងដែលមានឈ្មោះថា Momo Ayashi ពពួរសង្សារគេទៅដេតប៉ុន្តែប៉ែនឹងថាអត់លុយទេប៉ុន្តែបើខាងស្រីហ៊ានឲ្យខ្លួនប្រានរឿងលុយអាចបរិច្ចាគឲ្យបានខ្លះប៉ុន្តែបើថ្លៃបន្ទប់ចេញខ្លួនឯងផ្នែកនឹងមើលទៅណាទេផ្នែកថាប៉ែនេះកាកជួយមកសម័យមានសង្សារឲ្យពពួរគេទៅហើយឲ្យខាងស្រីចេញលុយឲ្យទៀតខ្ញុំមិនដែលឃើញពីមុនមកនិយាយមែនលើកទី1ម៉ូក៏បានលើកជើងធាក់អាប៉ែនេះភ្ញាក់ជួយមកប៉ុន្តែអាប៉ែនឹងរងតាន់ហើយក៏បានធាក់សង្សារខ្លួនឯងមួយជើងអាប៉ែនេះថោកទៀតជួយមកហើយនៅហ៊ាននិយាយថាម៉ូអត់បានការទៀតខ្លួនឯងលុយចេញថ្លៃបន្ទប់គ្មានផងហើយមូលហេតុដែលម៉ូយកអាប៉ែនឹងធ្វើសង្សារលើកដំបូងគឺដោយសារតែអាប៉ែនឹងមុខដូចណាគេ Ken Takakura អាប៉ែនឹងណាគេ Damn អូខេសំហេតុសំផលអញ្ចឹងតួអង្គឯកស្រីយើងឥឡូវ sad ខ្លាំងហើយដោយសារតែបែកសង្សារនឹងសេធ្វើអីទេអាសង្សារអញ្ចឹងបន្ទាប់មកម៉ូក៏បានឃើញអាប៉ែនេះត្រូវគេបូលីតួអង្គផងនៅក្នុង anime គេបូលីរហូតមកវិញក្មេងៗមើលវីដេអូនេះកុំបូលីគេវើយហឡូដឹងពួកនឹងច្រឡំថាកូននឹងជាធុងសម្រាមឬក៏មិនគប់กระดาษគប់អីដាក់គ្នាបន្ទាប់មកម៉ូក៏បានចូលទៅជួយព្រោះគេជាមនុស្សល្អមិនដូចអ្នកខ្លះទេមិនដូចអាប៉ែនេះទេគេតែពីមើលធ្វើអត់ឃើញហើយពួកហ្នឹងក៏បានឈប់អត់ដឹងកាត់ឲ្យបានឈប់ម៉ូហ្នឹងជាស្អីប្រធានសាលាក៏មិនអត់យល់មិនមកគេខ្លាចហើយម៉ូក៏បានដើរចេញទៅវិញទៅព្រោះដឹងអាប៉ែនេះអានសភៅអីឈួតជួយស្ទាយដើរហ្នឹងដូចស្រៀងបែបបន្តមកអាកូននឹងមកវិញនិយាយថាវាដឹងមូលហេតុបានជាម៉ូមកនិយាយមួយវាហើយអាប៉ែនឹងស្គាល់ឈ្មោះម៉ូទៀតម៉ូហ្នឹងណាគេមិនល្បីម៉េះខៃពីរអ្នកហ្នឹងរៀនថ្នាក់ផ្សេងគ្នាអីមិនមកអាប៉ែនឹងស្គាល់ឈ្មោះបន្តមកវានិយាយថាម៉ូហ្នឹងដឹងតែចូលចិត្តខាងស្អីណា Alien UFO Mark Zuckerberg ស្អីហ្នឹងជាមូលហេតុដែលម៉ូបានជួយវាម៉ូក៏បានតបទៅវិញថាដឹងឯងនិយាយពីស្អីចេញមកមាត់អញហើយប៉ុណ្ណឹងឯងអាកូនហ្នឹងនៅអត់ទាន់ឈប់ទៀតនៅញាត់សភៅដាក់មុខគេម៉ូទ្រាំមកបានក៏ស្រែក deal ទៅថាដោយសារតែនិយាយពី alien porn ស្អីហ្នឹងឯងបានតែមានមិត្តភ័ក្តិមាន friend តាម online គ្មាន friend តាម Facebook គ្មាន friend តាម line គ្មានណាគេប្រើ line ទេឥឡូវហ្នឹងហើយគ្មានមិត្តភ័ក្តិនៅសាលាទៀតគាត់តែនិយាយចឹងថាអាកូនហ្នឹងភ្ញាក់ផ្អើលរៀងអាណិតវាដែរដោយសារតែគេ deal ថាអត់មិត្តភ័ក្តិដាក់កណ្ដាលមុខមកម៉ូខូខើនិយាយមែនប៉ុន្តែម៉ូជាបុគ្គលល្អគេដឹងកំហុសខ្លួនឯងក៏បានសុំទោសលើកសភៅលើកអីឲ្យវិញទៅហើយមើលសពុត Oh my god សិស្សជប៉ុនពាក់សពុតអញ្ចឹងងាប់អញអើយម៉ូក៏បាននិយាយថាវាអត់ជឿលើ alien លើអីទេប៉ុន្តែវាជឿលើខ្មោចអាកូនហ្នឹងក៏បានសើចដាក់បដ ாய் ថាខ្មោចមានពិតទេហើយម៉ូខឹងខ្លាំងព្រោះគេនិយាយចង់ឲ្យស៊ីជម្រៅគ្នាជាមួយនឹង topic អាកូនហ្នឹងបែរទៅជាគេអត់ជឿវិញបន្ទាប់មកម៉ូក៏បានប្រាប់ថាយាយរបស់នាងហ្នឹងជាអ្នកកម្ចាត់ពួកខ្មោចស្អីណាពូទាយគ្រូអីអាកូនហ្នឹងនៅតែអត់ជឿពីរនាក់ហ្នឹងក៏បានឆ្លោះបកាយគ្នាបន្តិចហើយក៏បានភ្នាល់គ្នាប្រាប់ឲ្យខាងប្រុសទៅកន្លែងដែលគេល្បីថាមានខ្មោចហើយបើមានខ្មោចមែនអាប៉ែហ្នឹងត្រូវធ្វើជាកាជះរបស់គេហើយបើខាងស្រីវិញឲ្យទៅកន្លែងដែលគេនិយាយថាមាន alien ហើយបើមាន alien មែនត្រូវតែធ្វើកាជះខាងប្រុសវិញនិយាយគ្នារួចយប់ឡើងពីរនាក់ហ្នឹងក៏បានចាប់ផ្ដើមទៅកន្លែងហ្នឹងទៅម៉ូក៏បានត្រូវទៅមន្ទីរពេទ្យណាគេដែលគេនិយាយថាមាន alien នៅកន្លែងហ្នឹងហើយពួកហ្នឹងហ៊ានមែនភ្នាល់គ្នាទៅមន្ទីរពេទ្យដែលគេទុកចោលម្នាក់ឯងបើខ្ញុំវិញងាប់អញចង់ភ្នាល់ដាក់លុយប៉ុន្មានទៀតក៏មិនទៅដែរប៉ុន្តែបើអ្នកទាំងអស់គ្នា like and subscribe ខ្ញុំប្រហែលទៅបន្តមកអាកូនហ្នឹងក៏បាននិយាយថាបើទៅជន់លើទៅនឹងតែ alien ចាប់ធ្វើការពិសោធន៍មកលើខ្លួនប្រាណដែរដល់ដំណាក់កាលហ្នឹងបាច់ភ័យ alien ដែរអភ័យតែមនុស្សទៅបានដែរហើយកន្លែងមកមើលខាងអាកូននេះវិញគឺវាត្រូវចូលទៅផ្លូវក្រោមដីដែលគេបានបោះបង់ចោលហើយដូចខ្ញុំនិយាយចឹងភ្នាល់គ្នាខ្លាំងមិនក៏ខ្ញុំមិនភ្លើទៅដែរទូខាងស្រីស្អាតមិនក៏ខ្ញុំមិនទៅដែរនិយាយមែនកន្លែងចឹងហើយសឹកគេជក់គ្រឿងញៀនមិនមកឃើញអិចម៉ូនៅកន្លែងហ្នឹងទៀតអាប៉ែនៅពងអត់លុយចេញថ្លៃបន្ទប់ផងអាកូននឹងខ្លាចពេលចាប់ដើមច្រៀងបទចម្រៀងផងស្អីផងហើយក៏បានសួរម៉ូថាធ្លាប់ឃើញខ្មោចអត់ម៉ូក៏បានតបទៅវិញថាអត់ដែរឃើញទេប៉ុន្តែដោយសារតែយាយខ្លួនឯងជាអ្នកកម្ចាត់ខ្មោចជាអ្នកស្អីហ្នឹងម៉ូក៏ជឿលើខ្មោចទៅម៉ូក៏បាននិយាយប្រាប់ថាតាំងពីខ្លួនឯងនៅក្មេងអត់មានម៉ែឪទេដោយសារតែស្លាប់អស់ហើយគឺមានតែយាយហ្នឹងឯងជាអ្នកចិញ្ចឹមហើយដោយសារតែគ្រួសាររបស់នាងជឿលើរឿងចឹងយាយរបស់នាងក៏បានប្រាប់ឲ្យធ្វើសញ្ញាដៃស្អីណាបាញ់ឡើងទៅលើដើម្បីឲ្យហេងប៉ុន្តែដោយសារតែអញ្ចឹងឯងបានក្មេងប្រុសនៅសាលាហ្នឹងបានសើចចំអកដាក់ហើយមិនធម្មតាប៉ុណ្្នឹងឯងម្នាក់ដែលម៉ូលួចក្រាស់ហ្នឹងក៏បានសើចចំអកដាក់នាងទៀតដែលធ្វើឲ្យម៉ូខឹងយាយខ្លួនឯងខ្លាំងបាននិយាយដាក់មុខយាយខ្លួនឯងហ្មងថាខ្ញុំស្អប់យាយឯងហើយខ្ញុំឈប់ធ្វើអាដៃស្អីហ្នឹងទៀតហើយយាយឯងឈួតដែលជាមូលហេតុដែលធ្វើឲ្យពីរនាក់ហ្នឹងឈប់និយាយរកគ្នាតែនិយាយរកគ្នាវិញឥឡូវហ្នឹងប៉ុន្តែម៉ូក៏បាននិយាយថាខ្លួនឯងមិនបាក់ទឹកចិត្តដោយសារតែប្រុសដែលខ្លួនឯងលួចក្រាស់ហ្នឹងសើចដាក់ទេគឺសេតដោយសារតែអាប៉ែហ្នឹងបានសើចចំអកដាក់យាយរបស់ខ្លួនឯងព្រោះឲ្យគេស្រឡាញ់យាយរបស់គេខ្លាំងបន្ទាប់មកម៉ូក៏បានសួរអាកូនហ្នឹងវិញថាហេតុអីបានជឿលើ alien បន្ទាប់បានឆ្លើយសួរបួសមកអាកូនហ្នឹងក៏បានចាប់ផ្ដើមឃើញដាមជើងឈាមរបស់មនុស្សវាក៏បានបែរទៅក្រោយឡើងលឿនតែអត់មានឃើញអីងាកមកវិញ
vạ mau về cha mà nè các bạn cha phải làm vậy thôi anh nói anh chuột thì mình anh bà ấy nói anh lên pon anh em vậy thì hồi này vậy à bạn các bạn cha phải làm rốt lần lươn bây nhom ao vậy năng bạn và ta mô các bạn sẽ phép tha cầm ao rốt buổi bờ thơ bộ granny năng cha bạn đang cho bà sai à cô năng pay bây giờ sẽ đáp các bạn phép luôn này thay dây năng mèn khmoi đi cứ còn đây chỉ dây cha mà nè đại hồi này khang miền ấy dây năng các bạn cha phải làm rốt đánh tam rồi hai dây năng rốt lươn khang nè the flash à mùi rồng pích này dây năng cha bạn mô pay khang mi rơi cái lang từ lời cô năng các bạn ro thì chui bàn tay các bạn chụp bay nè đi cho chăm không tôi ăn sấy dân các bạn họ rút tay play mà khang thì bàn tay phụ đang rút đánh tam chập hay cả ai vừa rồi Greetings, female human. mô của trời man phụ đang chập đặt nó đại phụ đang man bây giờ pra thà phụ viên đang cứ chỉ Serpolian chỉ alien mau bị phốp Serpo hay pra thà bạch pay đây phụ đang ruri rẹt tẹt cho môi đang mình nữ thế mô của bạn gì thà ruri rẹt tẹt bạc cát do sấy còn thật khơi mình nữ sấy cho làm hay cả ai na cả ai cáiរបស់ម៉ូម៉ូត្រូវបានពួរនឹងហែកឡើងខ្ទេចសភោលៀនក៏បានបញ្យល់ប្រាប់ថាពួកវាគឺជាអវយវៈមួយប្រភេទដែលមានតែភេទប្រុសទេអញ្ចឹងពួកវាអាចបង្កាត់ពូជកើតទេដែលពួកវាធ្វើការបង្កាត់ពូជហ្នឹងដោយ copy paste ឬក៏ cloning ហ្នឹងដែលធ្វើឲ្យពួកវាអត់មានអារម្មណ៍ហើយអាចចេះឆ្លោះប្រកែកគ្នាអញ្ចឹងពួកវាត្រូវការប្រដាប់បន្តពូជរបស់មនុស្សស្រីដើម្បីបន្តពូជពួកវាក៏បានចាប់ផ្ដើមដកចាញ់មកត្រៀមយកព្រំម្ចារីហើយម៉ូម៉ូក៏បាននិយាយថាវាអត់យល់ព្រមទេវាខំបដិសេធអិចរបស់វាហើយគឺវាទុកព្រំម្ចារីខ្លួនឯងដើម្បីឲ្យ Ken Takakuri ស្អីគេហ្នឹងអញ្ចឹងវាអត់ព្រមឲ្យ Alien យកលើកដំបូងរបស់វាទេបន្ទាប់មកអា Alien ហ្នឹងក៏បានប្រើស្អីគេ Psychic ដើម្បីធ្វើឲ្យខ្លួនប្រាណរបស់ម៉ូម៉ូហ្នឹងឡើងកម្ដៅដើម្បីធ្វើឲ្យចូលអារម្មណ៍ចូលដឹងទេអត់ដឹងទេម៉ូម៉ូខំប្រឹងតាំងចិត្តតាំងអារម្មណ៍ខ្លាំងអាប៉ែហ្នឹងក៏បានចាប់ផ្ដើមហែកជើងហើយមកប្រាប់ប្រហែលតែសារតែអញ្ចឹងឯងបងពួកវាអត់មានភេទស្រីពួកនឹងផុតពូជអស់ហើយបន្ទាប់មកពួកនឹងមិនទាន់បានចាប់ផ្ដើមស្រួលបួផងក៏មានគេទេមកហើយអាប៉ែនេះគឺជាសភាពបុរសក៏បានរូតខោរូតអីលើកទូរស័ព្ទហ្នឹងទៅជើងហោះចេញពីទូរស័ព្ទបានធាក់អាប៉ែហ្នឹងមកជើងឡើងប៉ើងតាមពិតទៅគឺជាអាកូនហ្នឹងសោះដែលត្រូវជាប់បដាសារបស់ Turbo Granny ហើយយាយនឹងចេញមករបស់មួយដំបូងដែលយាយនឹងរត់ទៅរកគឺប៉ងអាប៉ែនេះខំដាច់មួយរំពេចភ្នែកពីរនាក់នេះត្រូវគ្នាហ្មងយាយនេះចង់បានបដាបន្តពូជរបស់មនុស្សប្រុសហើយពួកនេះចង់បានបន្តពូជរបស់មនុស្សស្រីបន្ទាប់មកអាកូននឹងក៏បានប្រាប់ម៉ូម៉ូថាវាត្រូវជាប់បដាសាហើយវាអាចគ្រប់គ្រងបានទេជួយវាផងពួក Super Alien នឹងក៏បានចេញមកវិញអត់ទៅមនុស្សប្រុសពួកយើងមិនត្រូវការពួកឯងទេបើអត់ចេញពីហ្នឹងទេយើងនឹងយកជ័យរបស់ឯងហើយវិញ្ញាណទី6ពួកនឹងដឹងបាញ់ស្អីទេដែលយើងមើលអត់ឃើញប៉ុន្តែបាញ់អត់ត្រូវទេដោយសារតែយាយនឹងរត់លឿនពេកហើយកន្លែងដែលយាយនឹងរត់មករមុនគេគឺប៉ងទៀតហើយខំបោកពេញហ្នឹង style វាយរបស់យាយនេះគួរឲ្យខ្លាចឯងបានលួចជ័យរបស់ពួកយើងឯងគឺជាចោរលួចជ័យអាប៉ែនឹងក៏បានធ្វើដៃដូច Ultraman បាញ់ទៅប៉ើងយាយហ្នឹងពួកយើងអាចជួយមនុស្សណាដែលខូចខើដល់ថ្នាក់ឯងទេឯងត្រូវតែបរិច្ចាគជ័យរបស់ឯងឲ្យមកយើងអាកូននឹងនិយាយថាយកស្អីយកទៅពួកអីរាល់ដងវាតែងតែចង់ជួប alien ព្រោះអីវាគិតថាមានតែ alien ទេដែលសុខចិត្តធ្វើជាមិត្តភក្តិរបស់វាតាំងពីក្មេងមកអត់មានអាគេរាប់វាសោះមានតែម៉ូម៉ូម្នាក់គត់ដែលបាននិយាយរវាអញ្ចឹងវាថាសុខចិត្តខ្លាចទៅជាបិសាចដើម្បីជួយម៉ូម៉ូហើយអាប៉ែនឹងសាហាវមែនណាតាំងពីកើតមកអត់មានអាគេរាប់សោះដល់ថ្នាក់បែកកំណត់សុំ alien ធ្វើពួកម៉ាយេវាយពួកនោះឲ្យបែកថ្នាំមើលអូនគ្រាន់តែអាប៉ែនេះបាញ់ម្ដងទៀតអាកូននេះសុំចុះចាញ់បាទខំប្រឹងនិយាយយ៉ាងលយមែនបន្ទាប់មកអាប៉ែនឹងខំប្រឹងបាញ់ Psychic ចូលខ្លួនរបស់ម៉ូម៉ូទៀតម៉ូម៉ូក៏បាននឹកឃើញដល់ដំបូន្មានរបស់យាយខ្លួនឯងថាឲ្យទប់ក្បាលពោះខ្លួនឯងហើយសម័យថាជីនឹងរត់ចេញពីក្បាលរបស់ខ្លួនឯងវ៉ូមើលប្លង់កំប៉ះកន្លែងហ្នឹងដល់ពេលដែលម៉ូម៉ូបាន focus ខ្លួនឯងក៏អាចប្រើ Psychic Power បានហើយក៏បានធាក់អាប៉ែហ្នឹងដូចពេលដែលខ្លួនឯងធាក់អិចរបស់ខ្លួនឯងហ្នឹងប៉ុន្តែលើកនេះធាក់ឡើងប៉ើងជុំឈប់សិនកន្លែងនេះម៉ូម៉ូធាក់ទៅស្ដាំប៉ុន្តែអាប៉ែហ្នឹងប៉ើងទៅក្រោយហ៎អូខេកុំគិតច្រើនពេកតោះអាហ្នឹង anime ហើយមួយជើងមិញហ្នឹងធ្វើឲ្យ UFO ហ្នឹងខ្ទេចរធ្លាក់ផងស្អីផងម៉ូម៉ូក៏បានស្រែកថាអាប៉ែហ្នឹងចាយដល់ហើយអាប៉ែហ្នឹងនៅជាប់បដាសារបស់យាយហ្នឹងក៏បានហក់មកខាំដៃប៉ុន្តែម៉ូម៉ូឥឡូវមានថាមពលក៏បានបាញ់ដាក់យាយហ្នឹងធ្វើឲ្យយាយហ្នឹងចេញពីខ្លួនរបស់អាកូនហ្នឹងបន្ទាប់មកយាយហ្នឹងនិយាយប្រាប់ថាជ័យរបស់អាកូនហ្នឹងគឺត្រូវបានមកលើយាយហ្នឹងហើយអញ្ចឹងបើចង់បានមកវិញទៅវាយគ្នាជាមួយយាយហ្នឹងនៅកន្លែងរូងភ្នំហ្នឹងទៅបន្ទាប់មកពីរនាក់ហ្នឹងធ្វើការចេញពី UFO ហ្នឹងម្នាក់ស្រីនេះចាប់ផ្ដើមជឿលើ alien ដោយសារតែ alien បានចាប់រីឯអាកូននេះវិញជឿលើខ្មោចដោយសារតែជាប់បដាសាអញ្ចឹងឥឡូវម៉ូម៉ូត្រូវប្រើសិលលើអាកូនហ្នឹង24ម៉ោងបើមិនអញ្ចឹងទេ Turbo Granny ចេញមកម្ដងទៀតហើយដើម្បីដោះបដាសាអាកូននឹងត្រូវតែយកជែកខ្លួនឯងមកវិញមុនបងអាកូននឹងផងទៅម្នាក់ឯងព្រោះវាអត់ចង់រំខានម៉ូម៉ូទៀតតែម៉ូម៉ូគេបុគ្គលល្អគេសុខចិត្តជួយបន្ទាប់មកអាប៉ែនឹងក៏បានប្រាប់ឲ្យម៉ូម៉ូពាក់កៅអៅសិនទៅហើយវាបាននិយាយថា I'm an awkward guy ដែលជាពាក្យដែល Ken Takakura បាននិយាយធ្វើឲ្យបេះដូងម៉ូម៉ូលោតដឹកដាក់គេចាប់ផ្ដើមលងបន្តិចម្ដងណាម៉ូម៉ូក៏បានខំប្រឹងប្រឡប់ខ្លួនឯងសួរឈ្មោះអាប៉ែនឹងថាឈ្មោះអីអាប៉ែនឹងក៏បានប្រាប់ថា Ken Takakura តាមចាយដល់មែនចាប់ភាគ1អរគុណដែលបានទស្សនាដល់ទីបញ្ចប់ហើយបើចង់ឲ្យខ្ញុំសម្រាយភាគ2តទៀតឬក៏ចង់ឲ្យខ្ញុំត Jujutsu Kaisen សិនអាចខមមិនប្រាប់ខ្ញុំបាន
ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹង Make sure to like and subscribe. bye bye